ដែលបានញោមមីសួរលើកណាគឺនឹកដល់មហូបតុកកានៅស្រុកខ្មែរប៉ុន្តែយើងនៅខាងនេះរៀងកាត់តិចបងប្អូនចាយើងមានមីសួរ3ដុំមកជាមួយនឹងសាច់ជ្រូក3ជាន់បកាមឹកហើយនឹងប៉ាតេបន្លែយើងមានតែប្រហែលមុខហ្នឹងបងប្អូនមានស្ពៃក្តោបការ៉ុតទេធំខ្ទឹមក្រហមហើយនឹងខ្ទឹមបារាំងជីគ្រប់មុខអីចឹងណាបងប្អូនចាឥឡូវនេះយើងមកលាយទឹកស៊ុសយើងធ្វើសិនយើងដាក់ស្ករ2កូនវែកបងប្អូនចា2កូនវែកស្ករចាហើយនឹងរ៉ូឌី1កូនស្លាបព្រាបាយហើយនឹងប៊ីចេងចុងស្លាបព្រាបន្ទាប់មកខ្ញុំដាក់ទឹកក្រូចឆ្មា2វែកចា2វែកតូចហ្នឹងបងប្អូនចាបន្ទាប់មកយើងកូនតិចទៅបងប្អូនអើយចាបន្ទាប់មកយើងថែមទឹកត្រី2វែកដូចគ្នាដែរចាខ្ញុំបញ្ជាក់បន្តិចបងប្អូនខ្ញុំធ្វើទឹកត្រីនេះមិនមែនធ្វើសម្រាប់ទាំងអស់ហ្នឹងទេគឺខ្ញុំទុកខ្លះដើម្បីធ្វើទឹកត្រីកោះកុំទៅធ្វើសូសអីផ្សេងទៀតអញ្ចឹងណាចាមិនមែនថាគ្រឿងបន្លែទាំងអស់ហ្នឹងដាក់ទៅជ្រក់ទាំងអស់ហ្នឹងបានទេបងប្អូនអើយប្រអែមប្រៃផ្អែមខ្លាំងណាស់ចាមិនអាចទេចាមិនអាចទេនេះខ្ញុំលាយទឹកស៊ុសឲ្យវាច្របល់ចូលគ្នាក្នុងចំណុចនេះបើបងប្អូនចង់ដាក់ខ្ទឹមសក៏បានដែរតែខ្ញុំអត់ដាក់ដោយសារកូនប្រុសខ្ញុំក៏អត់ចូលចិត្តចាយើងកាត់បន្ថយម្ទេសអីក៏ខ្ញុំអត់ដាក់ដែរនៅក្នុងហ្នឹងខ្ញុំដាក់ក្រៅផ្សេងពេលដែលយើងញ៉ាំមួយចានណាបងប្អូនចាបន្ទាប់មកយើងមកហាន់បន្លែស្ពៃអីគេអានេះម្ទេសធំចាម្ទេសផ្លោកចាពណ៌ក្រហមនេះដាក់ទៅវាលេចពណ៌ឲ្យឈ្ងុយពេលដែលយើងញ៉ាំទៅឆ្ងាញ់ណាបងប្អូនចាបន្លែសិតយើងជ្រើសរើសឲ្យបងប្អូនសម្រាប់មួយនេះគឺជាស្ពៃក្តោបសំទោសខ្ញុំហៅបន្លែហ្នឹងថាជាស្ពៃក្តោបវាដូចស្ពៃក្តោបអញ្ចឹងណាប៉ុន្តែបើបងប្អូនដឹងថាបន្លែហ្នឹងជាភាសាបារាំងគេហៅអីជួយប្រាប់ខ្ញុំផងខមមិននៅក្នុងវីដេអូនេះបានចាហើយបន្ទាប់មកខ្ញុំឈូសការ៉ុតទូចស្ដើងចាដើម្បីដាក់ឲ្យវាមិនចូលគ្រីបវាមានគ្រប់ពណ៌មានក្រហមមានទឹកក្រូចចាមានពណ៌ខៀវពណ៌អីនៅក្នុងនេះចម្រុះលាយគ្នាតែម្ដងយើងកលានមាត់ដែរបន្ទាប់មកយើងហាន់ខ្ទឹមបារាំងចាជាស្ដើងទូចបែបនេះមកបងប្អូនហើយនឹងខ្ទឹមក្រហមដូចគ្នាដែរចាហើយបន្ទាប់មកយើងចាប់ផ្ដើមរៀបចំញ៉ាំហើយអស់ហើយតែប៉ុណ្្នេះគឺថារួចរាល់ជាការស្រេចហើយដាក់ទឹកស៊ុស2ស្លាប2វែកតូចមីនឹងដាក់បន្លែត្រីសាច់នេះអូយថ្ងៃនេះខ្ញុំបញ្ចូលសលេងខុសរហូតខ្ញុំនិយាយរួមទៅវីដេអូនេះខ្ញុំវ៉យប្រហែលជា3ដងហើយអញ្ចឹងខ្ញុំដាក់ម្ទេសចាចូលទៅបងប្អូនមើលវីដេអូនឹងខ្លះទៅបងប្អូនខ្លះក៏ចូលចិត្តនេះដាក់ទាំងហ៊ុនឬក៏ហៅថាមីសួរនឹងដាក់ចូលមកបងប្អូនមួយចានតូចល្មមទេចានេះបងប្អូនឲ្យតើមកច្បល់ចូលគ្នាមួយសាសិនចាកុំតដាក់បន្លែច្បល់ភ្លាមកាលណាយើងដាក់បន្លែច្បល់ភ្លាមវាសពប់ហ្នឹងហើយ